នោះជាច្រើនខ្លាចការនៅម្នាក់ឯងពួកគេគិតថាវាជាភាពឯកាជាការដែលគ្មាននរណាម្នាក់ត្រូវការប៉ុន្តែពួកគេយល់ច្រឡំហើយសិល្បៈនៃការនៅម្នាក់ឯងមិនមែនជាការរត់គេចពីពិភពលោកនេះទេតែវាគឺជាការត្រឡប់មករកខ្លួនឯងវិញវាគឺជាការបិទសម្លេងរំខានពីខាងក្រៅដើម្បីឲ្យអ្នកអាចស្ដាប់ឮសម្លេងបេះដូងខ្លួនឯងបានកាន់តែច្បាស់នៅពេលដែលអ្នកហ៊ានប្រឈមមុខនឹងភាពស្ងប់ស្ងាត់អ្នកនឹងឈប់ស្វែងរកការបំពេញចន្លោះប្រហោងពីអ្នកដទៃអ្នកនឹងរៀនក្លាយជាមិត្តដ៏ល្អបំផុតសម្រាប់ខ្លួនឯងកុំព្យាយាមទ្រាំនៅម្នាក់ឯងតែចូលរីករាយជាមួយវាប្រើពេលវេលានេះដើម្បីអានដើម្បីគិតដើម្បីបង្កើតនិងដើម្បីព្យាបាលរបួសផ្លូវចិត្តព្រោះថានៅពេលដែលអ្នកចេះរីករាយនឹងការនៅម្នាក់ឯងអ្នកនឹងលែងពឹងផ្អែកលើអ្នកណាម្នាក់ដើម្បីធ្វើឲ្យអ្នកសប្បាយចិត្តទៀតហើយនោះហើយគឺជាសេរីភាពពិតប្រាកដឈប់គិតថាការនៅម្នាក់ឯងគឺជាចំណុចខ្សោយការពិតគឺការដែលអ្នកអាចនៅម្នាក់ឯងបានដោយក្តីសុខវាគឺជាមហាអំណាចសិល្បៈនៃការនៅម្នាក់ឯងគឺជារបៀបដែលអ្នកប្រើប្រាស់ពេលវេលាដែលគ្មានអ្នកណាមើលឃើញតែអ្នកកំពុងអង្គុយយំឬអ្នកកំពុងសាងអាណាចក្ររបស់អ្នកនេះជាពេលវេលាដែលអ្នកឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនៅលើបណ្ដាញសង្គមនេះជាពេលវេលាដែលអ្នកវិនិយោគលើខ្លួនឯងរាងកាយចំណេះដឹងនិងស្មារតីរៀនទៅមើលគាត់ម្នាក់ឯងទៅញ៉ាំអាហារឆ្ងាញ់ម្នាក់ឯងធ្វើដំណើរកម្សាន្តម្នាក់ឯងបំបីភាពភ័យខ្លាចដែលថាអ្នកត្រូវតែមានដៃគូទៅអាចធ្វើរឿងទាំងនេះបានចងចាប់ទុកថាទំនាក់ទំនងដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកគឺទំនាក់ទំនងរវាងអ្នកនិងខ្លួនរបស់អ្នកផ្ទាល់ធ្វើឲ្យវាក្លាយជាទំនាក់ទំនងដ៏ល្អបំផុតចុះ Being alone នៅម្នាក់ឯងនិង loneliness ភាពឯកាគឺជារឿងពីរផ្សេងគ្នាការនៅម្នាក់ឯងគឺជាជម្រើសភាពឯកាគឺជាអារម្មណ៍សិល្បៈនៃការនៅម្នាក់ឯងគឺនៅពេលដែលអ្នកឈប់រត់តាមអ្នកដទៃហើយចាប់ផ្ដើមស្វែងរកខ្លួនឯងវាជាពេលដែលអ្នកដឹងថាវត្តមានរបស់អ្នកគឺគ្រប់គ្រាន់ហើយ Master the art of being alone and you will never be lonely again ចេះសិល្បៈនៃការនៅម្នាក់ឯងអ្នកនឹងលែងស្គាល់ពាក្យថាឯកាទៀតហើយភាពស្ងប់ស្ងាត់មិនមែនមានន័យថាទទេស្អាតទេតែវាពោពេញទៅដោយចម្លើយដែលអ្នកកំពុងស្វែងរកអ្នកមិនអាចស្រឡាញ់អ្នកដទៃបានពេញលេញទេប្រសិនបើអ្នកសំបីតែនៅជាមួយខ្លួនឯងក៏មិនទាន់ចេះផងនោះការនៅម្នាក់ឯងគឺជាការសាកថ្មឲ្យប្រលឹងវិញ្ញាណរបស់អ្នកកុំខ្លាចការដើរម្នាក់ឯងព្រោះផ្លូវទៅកាន់ការរកឃើញខ្លួនឯងភាគច្រើនគឺមានតែយើងម្នាក់ឯងប៉ុណ្ណោះដែលត្រូវដែរនៅពេលដែលអ្នកនៅម្នាក់ឯងអ្នកមិនចាំបាច់ពាក់មួកកាយដើម្បីផ្គប់ចិត្តនរណាទេអ្នកគឺជាខ្លួនអ្នកពិតប្រាកដ